ឥឡូវយើងមើលរបៀបនៅក្នុងការបង្រៀនវេយ្យាករណ៍ណាការបង្រៀនវេយ្យាករណ៍នៅក្នុងសភៅរបស់យើងវាបែងចែកចេញជាតារាងមួយចេះណាឧទាហរណ៍ថាតារាងនេះតារាង3.5ណា3.5អញ្ចឹង3.5មកតារាងនេះគឺយើងរៀន1ម៉ោងមកតារាងហ្នឹងគឺ1ម៉ោងអញ្ចឹង3.5យើងឃើញតារាងពណ៌អញ្ចឹងឥឡូវយើងទៅមើលតារាងពណ៌ផ្សេងទៀតវាមានលំហាត់អញ្ចឹងមកតមកទៀតគេចេញតារាងមួយទៀតដែរអញ្ចឹងប៉ុណ្ណេះ1ម៉ោងទៀតណាប៉ុណ្ណេះ1ម៉ោងទៀតតែបើយើងគិតថាស្រួលយើងបរៀន2តារាងហ្នឹង1ម៉ោងក៏បានដែរអាស្រ័យលើយើងណាតែវាកំណត់ដោយតារាងបែបហ្នឹងនេះចេញមកតារាងមួយទៀតណាតារាងមួយទៀតអញ្ចឹងមិនណែនាំឲ្យយើងបរៀនលឿនទេយើងបរៀនមួយណាឲ្យដាក់កិច្ចការធ្វើឲ្យច្រើនអញ្ចឹងក្នុងមួយតារាងនេះអាច1ម៉ោងណាអាច1ម៉ោងទៅអញ្ចឹងតារាងមួយមានលំហាត់មួយតារាងមួយមានលំហាត់មួយនេះមកតារាងមួយទៀតឃើញទេតារាងនេះច្រើនតារាងនេះសង្ខេបឡើងវិញទាំងអស់ណាបាទអញ្ចឹងច្រើនអញ្ចឹងយើងអាចបែងចែកកណាច្រើនអញ្ចឹងបែងចែកប៉ុណ្នេះ1ម៉ោងទៅសល់ប្រហែលនេះ1ម៉ោងទៀតទៅណាអញ្ចឹងមានន័យថាការបង្រៀនរបស់យើងពឹងផ្អែកទៅលើតារាងមួយនេះគឺកំណត់នៅមេរៀនដែលយើងត្រូវរៀនយើងអង្គុយមើលតារាងហ្នឹងទៅណាហើយយើងធ្វើបំណែកចែកខ្លួនឯងថាតើយើងគួរបរៀន1ម៉ោងឬក៏ភ្ជាប់ពីរតារាងចូលគ្នាបង្រៀន1ម៉ោងយើងសម្រេចចិត្តខ្លួនឯងណាអញ្ចឹងឥឡូវឧទាហរណ៍ថាតារាង3.5ណាតារាង3.5នេះណាយើងយកតារាងនេះមកបរៀនឧទាហរណ៍ថាយើងគិតថាយើងនឹងយកតារាងនេះមកបង្រៀនក្នុងរយៈពេល1ម៉ោងអញ្ចឹងយើងនឹងធ្វើផែនការបរៀន1ម៉ោងណាហើយឆ្លើយតបទៅនឹងជំហានទាំង5នៅក្នុងការបង្រៀនដូចគ្នាអញ្ចឹងយើងមើលណាឥឡូវទៅជើកាត់អាហ្នឹងយកទៅដាក់បង្រៀនណាកាត់មួយតារាងមួយនេះកាត់យកទៅបង្រៀនយើងបានតារាងនឹងមកពេលបានតារាងនឹងហើយទាំងអស់គ្នាធ្វើការបង្រៀនអញ្ចឹង teacher អត់និយាយអំពី step 1ទេណា step 1គឺ warm up ធម្មតាយើងធ្វើ warm up ធម្មតាមកអត់ជាបញ្ហាទេ greeting review the lesson អីពីមុនមក review ទៅអត់ជាបញ្ហាទេណាឥឡូវអ្វីដែលយើងជជែកគ្នាគឺចាប់ពី step 2ទៅណា step 2 step 2នៅ step 2យើងធ្វើ teacher talk teacher talk តើ teacher talk យើងធ្វើមិនណា teacher talk តាមធម្មតាមេរៀនយើងទូទៅកាលណាជា dialogue គឺយើង read for students អញ្ចឹងហ៎ហើយនឹង translate for students បាទនេះណាគឺ step 2យើងបង្រៀន dialogue ធម្មតាប៉ុន្តែអានេះ teacher talk របស់យើងគឺជាវេយ្យាករណ៍អញ្ចឹងយើងអត់មាន read for student ទេណាយើងអត់មាន read for student ទេគឺយើងពន្យល់តែម្ដងណាពីចំណុចនេះណាពីចំណុចនេះគឺពន្យល់តែម្ដងពន្យល់មេរៀនគឺពន្យល់ទៅលើយល់ទៅហ្នឹងពន្យល់ទៅលើមួយនេះមេរៀនដែលយើងត្រូវបរៀនគឺពន្យល់លើហ្នឹងឯងអញ្ចឹងយើងចាប់ផ្ដើមពន្យល់មេរៀនមកទី1ពន្យល់ចំណងជើងតើចំណងជើងហ្នឹងនិយាយអំពីអីគេយល់ចំណងជើងមកអញ្ចឹងយើងពន្យល់មក explain the title of the lessons តើមេរៀនថ្ងៃនេះនិយាយអំពីអីយល់ចំណងជើងមកមេរៀនថ្ងៃនេះយើងនិយាយអំពីការប្រកបការបញ្ចេញសំឡេងទៅលើកិរិយាសព្ទដែលថែម es អញ្ចឹងណានិយាយអំពីការបញ្ចេញសំឡេងនិយាយអំពីការប្រកបនេះយើងបញ្យល់អូខេនេះកាលណាកិរិយាសព្ទនៅក្នុង present simple ប្រើជាមួយនឹង he she it ហើយកិរិយាសព្ទនោះបញ្ចប់ដោយ sh ch ss x អញ្ចឹងគេត្រូវតែថែម es ឲ្យវាថែម es ចឹងពេលដែលថែម es វាបញ្ចេញសំឡេង is is អញ្ចឹង push pushes teach teaches kiss kisses fix fixes អាហ្នឹងយើងអានថា read for student ហ្នឹងព្រោះយើងនិយាយអំពីការបញ្ចេញសម្លេងបញ្ចេញសម្លេងឲ្យស្ដាប់ទៅតែបើសិនជាការបំពេញយើងថែម es ធម្មតាយើងថែម es ធម្មតាបញ្យល់ថាអូអាហ្នឹងគឺថែម es អញ្ចឹងយើងបញ្យល់មេរៀនណាបញ្យល់មេរៀនដាក់មកស្អីគឺយើងបញ្យល់អាហ្នឹង explain the title of the lessons មួយទៀត explain the lessons
គាត់យល់ខ្លឹមសារមេរៀនទាំងមូលតើគេនិយាយអំពីអីតែអានេះជាទ្រឹស្ដីសុទ្ធតែម្ដងណាពន្យល់ទ្រឹស្ដីសុទ្ធតែម្ដងពន្យល់ទ្រឹស្ដីសុទ្ធហើយបន្តមកទៀតយើងលើកឧទាហរណ៍ example តិចមកណា example មកយើងលើកកិរិយាសព្ទមកតើកិរិយាសព្ទណាខ្លះដែលបញ្ចប់ដោយ sh ខ្លះកិរិយាសព្ទខ្លះណាដែលបញ្ចប់ដោយ ch ss x យើងទៅរកកិរិយាសព្ទហ្នឹងមកឧទាហរណ៍យើងមកឧទាហរណ៍តែបើយើងខ្ជិលកិរិយាសព្ទហ្នឹងយកតែប៉ុណ្្នឹងយកទៅបញ្យល់សិស្សក៏បានដែរតែអាហ្នឹងកូនសិស្សពិបាកយល់ណាព្រោះវាឃើញត្រឹមតែ4កិរិយាសព្ទអញ្ចឹងយើងទៅព្យាយាមរកកិរិយាសព្ទណាផ្សេងទៀតមកណាលើកជាឧទាហរណ៍ណាអញ្ចឹងខ្ញុំសួរថាតើយើងទៅមើលកិរិយាសព្ទបឹងបានមកពីណាតើយើងរកឧទាហរណ៍នេះបានមកពីណាឧទាហរណ៍បានមកពីណាទី1គឺយើងចូលទៅមើលមេរៀនយើងមិញហ្នឹងហើយណាមេរៀនយើងមិញនេះចឹងមេរៀនយើងមិញនេះវាមានកិរិយាសព្ទទាំងអស់នេះនៅក្នុងលំហាត់នេះយើងយកកិរិយាសព្ទហ្នឹងយកមកប្រើមកនេះដូចគ្នាកិរិយាសព្ទនេះយកមកប្រើយកមកឧទាហរណ៍ណានេះកិរិយាសព្ទអីចឹងដែលមកយើងស្រង់យកមកបញ្យល់កូនសិស្សចឹងយើងបានកិរិយាសព្ទច្រើនជាង4ហ្នឹងហើយនេះច្រើនជាង4ហ្នឹងហើយបើសិនជាយើងចង់បានច្រើនជាងហ្នឹងទៀតគឺយើងទៅរកលំហាត់ចេញមកពី Chat GPT មកឬក៏ Gemini បងប្អូនអ្នកណាដែលប្រើ Gemini ចូល Gemini អ្នកណាដែលបកកែប្រើ Chat GPT យើងចូលទៅ Chat GPT ដើម្បីស្រង់យកឧទាហរណ៍មកបញ្យល់កូនសិស្សអញ្ចឹងទី1ប្រភពនៃ example ទី1 from the book ចេញពី textbook របស់យើងនេះជាប្រភពទី1ណាប្រភពទី1 from the textbook ហើយឧទាហរណ៍ទី2គឺ from AI ហើយ AI នេះគឺប្រាប់មិញហ្នឹងវាមាន Chat GPT ក៏បានហើយយើងយកចេញពី Gemini ក៏បានដែរយើងជំនាញមួយណាយកមួយនឹងមកហើយយើងយកមកបញ្យល់យើងមកបញ្យល់យើងដាក់ឧទាហរណ៍នៅពីមុខអញ្ចឹងមកនេះឃើញទេនេះវាថែម s ហើយនេះថែម es អញ្ចឹងគេអានថាចេះនេះលំហាត់នេះតែឃើញ he she it នេះគឺថែមមិនយើងបញ្យល់មកតាមឧទាហរណ៍ដែលយើងដកស្រង់ឧទាហរណ៍នោះគឺជាប្រភេទលំហាត់ហ្នឹងហើយប្រភេទលំហាត់ដែលយើងដកស្រង់ចេញពី AI មកហើយនឹងប្រភេទលំហាត់ដែលយើងដកចេញមកពីសភៅវេយ្យាករណ៍យើងបន្តតែម្ដងអញ្ចឹងរើសវាមកណាអញ្ចឹងនេះគឺជា teacher talk ណានេះគឺជា teacher talk ដែលខុសអំពីការបង្រៀន dialogue ពេលធ្វើ teacher talk នឹងចប់នេះរយៈពេលប៉ុន្មាន teacher talk យើងមិន10នាទីអញ្ចឹងណាប្រើ10នាទីចប់ណា10នាទីចប់អញ្ចឹងពេល10នាទីចប់យើងទាំងអស់គ្នាយើងចូលទៅជំហានទី2ជំហានទី3 teacher talk ហើយ step 3គឺចូល guided practice គឺនាំកូនសិស្សអនុវត្តអញ្ចឹងមានន័យថានាំកូនសិស្សអនុវត្តទៅលើមេរៀនមួយហ្នឹងនាំកូនសិស្សអនុវត្តទៅលើមេរៀនមួយហ្នឹងអញ្ចឹងកាលណានាំកូនសិស្សអនុវត្តទាំងអស់គ្នាធ្វើម៉េចនាំកូនសិស្សអនុវត្តអញ្ចឹងនាំកូនសិស្សអនុវត្ត step 3 guided practice បើនាំកូនសិស្សអនុវត្តមានន័យថាលំហាត់ដែរណា with exercises ដាក់លំហាត់ឲ្យធ្វើហ្នឹងម៉ោងវេយ្យាករណ៍តំនាំកូនសិស្សអនុវត្តគឺដាក់លំហាត់ឲ្យធ្វើបាទប៉ុន្តែដាក់លំហាត់ឲ្យធ្វើហ្នឹងគឺគ្រូហើយនិងសិស្សហ្នឹងធ្វើមួយគ្នាអាម៉ោងនាំមិនមែនឲ្យកូនសិស្សធ្វើម្នាក់ឯងទេណា teacher talk យើងបញ្យលមេរៀនបញ្យលលំហាត់លើកឧទាហរណ៍បញ្យលទៀតបញ្យលហើយគឺនាំកូនសិស្សធ្វើលំហាត់ហ្នឹងមួយគ្នាគ្រូមួយសិស្សធ្វើមួយគ្នាគ្រូមួយសិស្សធ្វើមួយគ្នាដាក់លំហាត់ហ្នឹងនៅលើហ្នឹងមកអង្គុយធ្វើមួយគ្នាទៅនេះគឺ give exercises ទៅលើ guided practice អាហ្នឹងរយៈពេលប៉ុន្មានរយៈពេល15នាទីរយៈពេល15នាទីអញ្ចឹងយើងយកលំហាត់មកយកលំហាត់ហ្នឹងមកពីណាអញ្ចឹងលំហាត់ហ្នឹងសូមទាំងអស់គ្នាយកពី AI មកទៀតយើងយក AI អញ្ចឹងយក AI មក2ដងហើយយក AI មក2ដងណាអញ្ចឹងយើងចូលទៅយកលំហាត់មកពី AI មកលំហាត់ដែលមានអីគេនិយាយមើលកិរិយាសព្ទអីគេបញ្ចប់ដោយកិរិយាសព្ទដែលបញ្ចប់ដោយ sh chssh ទៅយកនេះយើងវាយអានឹងមកដើម្បីឲ្យ Chat GPT អីវាបង្កើតលំហាត់មកដែលមានអានឹងឲ្យយើងបំពេញចន្លោះអីចឹងណាអញ្ចឹងឧទាហរណ៍ថា teacher ចូលទៅយក Chat GPT មកដល់ teacher យក Gemini ចុះ Gemini ល្អជាងអញ្ចឹងយើងថាម៉េចយើងសេះសមក make exercises
for beginner សម្រាប់កូនសិស្សថ្នាក់ដំបូងអញ្ចឹងមកabout how to fill verbs with the ends of ch s h s s x អញ្ចឹងមកយើងទៅសេប៉ុណ្ណឹងមក make exercises ដាក់ exercises មកទៀតមកបាច់ហើយយើងចុចសញ្ញាទៅវាបង្កើតលំហាត់ឲ្យយើងយើងចាំវាតិចទៅវាបង្កើតឲ្យយើងអញ្ចឹង exercise 1នេះវាឲ្យយើងបំពេញឃើញគេឲ្យកិរិយាសព្ទមកឲ្យយើងមិនគិតទេនេះយើងកាត់យកកិរិយាសព្ទហ្នឹងយកទៅឲ្យកូនសិស្សធ្វើទៅនេះនេះឃើញទេហើយយើងកាត់យកវាទៅឲ្យសិស្សធ្វើទៅនេះមានបំពេញទៀតយើងកាត់អាហ្នឹងយកទៅឲ្យកូនសិស្សធ្វើទៅអូមាន3ទៀតអូឃើញទេអញ្ចឹងមាន3លំហាត់យើងធ្វើសឹមណាអញ្ចឹងយើងធ្វើ2លំហាត់មួយកូនសិស្សទៅនេះទី1យើងធ្វើអានេះទៅហើយយើងកាត់អាទី2យកទៅធ្វើមួយទៀតទៅឃើញទេយើងកាត់ទៅយកបញ្យលនេះកាត់យកមកបញ្យលនេះអញ្ចឹងយល់មួយកូនសិស្សទៅ15នាទីគ្រូសិស្សមួយគ្នាណាព្រោះ guided practice គឺគ្រូហើយបានសិស្សអូខេអញ្ចឹងយើងបញ្យលលំហាត់នឹងតែអីមួយគ្នាអស់ហើយយើងចូល step 4មក step 4គឺ independent practice step 4ចឹង independent practice យើងធ្វើ10នាទីចឹង10នាទីយើងឲ្យកូនសិស្សធ្វើខ្លួនឯងមែនទេ independent practice គឺឲ្យកូនសិស្សធ្វើខ្លួនឯងចឹងឲ្យកូនសិស្សធ្វើខ្លួនឯងគឺធ្វើអីឲ្យលំហាត់ធ្វើទៀតហើយ yeah give exercises ហើយលំហាត់នឹងយកមកពីណា AI យក AI មកទៀតយកលំហាត់ពី AI ឲ្យមកទៀតអញ្ចឹងយើងចូលទៅ Gemini ឬក៏ Chat GPT យើងបន្តទៀតអញ្ចឹងណាមែនI want to have 10 exercises 10 more exercises យើងសឹង enter ទៅវាបង្កើតលំហាត់ឲ្យយើងមកទៀតហ៎អញ្ចឹងនេះបង្កើតមកទៀតនេះយើងកាត់យកអាហ្នឹងទៅដាក់ឲ្យកូនសិស្សធ្វើទៅហ្នឹងនៅក្នុង independent practice មានបានយកទៅ2ទៅធ្វើទៅបានហើយកាត់ម្ដងមួយអញ្ចឹងទៅឲ្យឲ្យកូនសិស្សធ្វើទៅមួយទៀតមកឲ្យកូនសិស្សធ្វើនោះបំពេញចូលក្នុងសភៅណាទៅសេតែចម្លើយបានហើយដាក់ចូលទៅក្នុងសភៅរបស់កូនសិស្សទៅហើយសេឲ្យថតដាក់ចូលមកក្នុង group យើងមកឬក៏យើងកាត់លំហាត់ហ្នឹងដាក់ចូលទៅក្នុង group Telegram ឲ្យកូនសិស្សបំពេញពីក្នុង group Telegram មកហើយចុចផ្ញើចូលទៅក្នុងនឹងហ្មងទៅអញ្ចឹងក៏បានដែរឬឲ្យកូនសិស្សទៅសេចូលទៅក្នុងសភៅទៅសេតែចម្លើយបានហើយឲ្យថតអាហ្នឹងដាក់ចូលទៅក្នុង group អញ្ចឹងយើងកែបរើកូនសិស្សធ្វើបរើគ្រូកែបរើយើងកែគឺកែចេញពី Telegram ណាអញ្ចឹងសិស្សធ្វើបរើគ្រូកែបរើសិស្សធ្វើបរើគ្រូកែបរើណាធ្វើហើយយើងកែមុនណាធ្វើក្រោយយើងកែបន្តអញ្ចឹងហ្នឹងចប់ independent practice អញ្ចឹងចប់ independent practice យើងចូលទៅដល់ចុងក្រោយ step 5ណា step 5ណាassessment and homework ណាវាតម្លៃនឹងកិច្ចការផ្ទះអញ្ចឹងយើងវាតម្លៃកូនសិស្សយើងមិនដាក់លំហាត់ទៀតដើម្បីដឹងថាកូនសិស្សចេះមិនចេះយើងវាតម្លៃគឺដាក់កិច្ចការមកទៀតgive exercises ឲ្យធ្វើលំហាត់មួយយើងហៅកូនសិស្សម្នាក់ឬក៏2នាក់ឲ្យសាកមើលមកពេញមើលនឹងពេញមិនអញ្ចឹងយើងមិនហៅកូនសិស្សមកឲ្យអនុវត្តជ្រើសរើសមកកូនសិស្ស3 4នាក់មកឲ្យលំហាត់5ហើយឲ្យកូនសិស្សទី1ធ្វើអានេះមកមើលធ្វើមកពេញមិនឲ្យកូនសិស្សប្រាប់ចម្លើយយើងមកអញ្ចឹងហើយកូនសិស្សទី2រើមួយណាក៏បានដែរឲ្យធ្វើមើលបំពេញលំហាត់ទី2បំពេញមិនប្រាប់យើងផ្ទាល់មក What is the answer tell me the answer please exercise number 2 tell me the answer អញ្ចឹងយើងទៅសេនៅលើនៅលើpage នឹងបញ្យល់កូនសិស្សតែម្ដងអញ្ចឹង exercise នឹងយកមកពីណា exercise យកមកពីណាយកមកពី AI ទៀតយកពី AI ទៀតអញ្ចឹងយកពី AI យក AI មកដាក់ទៀតអញ្ចឹងយើងចូលទៅ AI វាយឲ្យវាបន្ថែមកិច្ចការមកយើងទៀតមកហើយបើវាមានច្រើនហើយយើងមិនចាំបាច់ទេឧទាហរណ៍ថាវាបង្កើតមក10លំហាត់ហើយអញ្ចឹងយើងអត់ចាំបាច់បង្កើតថែមថ្មីទៀតទេតែបើថាវាមិនគ្រប់យើងបង្កើតថែមទៀតឲ្យវាបង្កើត10 more exercises អូខេណាអញ្ចឹង exercises ទៅលើ assessment គឺយក AI ហើយទៅចុះ homework
homework យកកិច្ចការមួយណា homework ក៏ជា exercise ដែរ exercise រហូតប៉ុន្តែ homework យើងស្រួលទេយើងយកលំហាត់ពីក្នុងមេរៀនមកណាយើងយកលំហាត់ពីក្នុងមេរៀនមកគឺ from the textbook ណាចេញមកពីសភៅមេរៀនណា from the textbook ព្រោះធម្មតានៅក្នុងសភៅមេរៀនវាមាននេះដូចថាមេរៀនមួយនេះចឹងណាមេរៀនមួយនេះគឺវាមាន exercise វាស្រាប់នេះយើងឲ្យកូនសិស្សធ្វើពីក្នុងសភៅនឹងមកនេះធ្វើតែប៉ុណ្្នឹងមកពីលេខ1ដល់លេខ10បងប្អូនគ្នានឹងជា homework របស់យើងអញ្ចឹងទៅសេនៅក្នុងសភៅរបស់យើងមកហើយថតផ្ញើមកឲ្យ teacher ដាក់ចូលទៅក្នុង Telegram ប៉ុណ្ណឹងចប់ហើយនេះជារបៀបបង្រៀនវេយ្យាករណ៍ណា